ថ្ងៃនេះយើងមានមុខម្ហូបរបស់យើងមួយមុខដែលមានឈ្មោះថាសម្លកកូរងាយធ្វើទេបងប្អូនហើយនឹងមានរសជាតិឆ្ងាញ់ទៀតផងតើបងប្អូនទៅមើលគ្រឿងផ្សំទាំងអស់គ្នាបងប្អូនគ្រឿងផ្សំយើងមានត្រីហើយនឹងសាច់ជ្រូក3ជាន់ហើយគ្រឿងរបស់យើងបានបុកហើយនេះខ្ទឹមខ្ញុំចូលចិត្តខ្ញុំដាក់ច្រើនខ្ទឹមពីលើថែមហើយនឹងស្លឹកក្រូចសើចហើយនឹងខ្ទិះដូងហើយស្ករត្នោតយើងហ្នឹងបងប្អូនហើយបើបងប្អូនញ៉ាំប្រហុកដាក់ប្រហុកទៅបើអត់ញ៉ាំទេផ្ទះខ្ញុំអត់ញ៉ាំប្រហុកខ្ញុំដាក់ទឹកត្រីបើបងប្អូនចូលចិត្តញ៉ាំប្រហុកដាក់ប្រហុកបន្លែរបស់ខ្ញុំមានចំនួន1គីឡូនេះខ្ញុំទិញគេលាយស្រាប់អញ្ចឹងមានចេកមានខ្នុរមានទ្រាប់មានល្ហុងអញ្ចឹងណាបងប្អូនយើងយកមកលាងទឹកឲ្យស្អាតទៅហើយនេះស្លឹកម្រុំខ្ញុំបានបេះវាហើយស្អាតហើយនេះចាហើយបើបងប្អូនដាក់ស្លឹកបាសស្លឹកអង្គាដីតាមដែលយើងចូលចិត្តទៀតទៅតែខ្ញុំមានតែប៉ុណ្្នឹងហើយស្លឹកបាសទេតលេងដើម្បីយកទៅកិនហើយមកពេលដែលលេងកិនហើយយកទៅកិននេះក៏លេងរបស់យើងលេងបានប៉ុណ្ណឹងនេះបានហើយបងប្អូនមានក្លិនឈ្ងុយប៉ុណ្ណឹងបានឈ្ងុយកុំឲ្យសពេកហើយក្រហមពេកក៏អត់កើតដែរប៉ុណ្ណឹងល្មមហើយដល់យើងចាប់ផ្ដើមឆាគ្រឿងយើងដាក់ប្រេងចូលមកបើកភ្លើងឲ្យក្តៅចាក់ប្រេងចូលយើងដាក់ខ្ទឹមបំពងខ្ទឹមហ្នឹងយកទៅបំពងឲ្យវាឈ្ងុយបន្តិចទៅចាំដាក់គ្រឿងឆាវាឲ្យវាឡើងរាងក្រហមបន្តិចចាំយើងចាក់គ្រឿងចូលដើម្បីវាមានក្លិនឈ្ងុយស្លឹកក្រូចសើចយើងអាចដាក់ចូលបានឆាតែប៉ុណ្្នឹងទៅយើងស្លាប់ឡើងឲ្យវាចេញក្លិនឈ្ងុយក្រូចសើចស្លឹកក្រូចហ្នឹងឆាប៉ុណ្ណឹងបងប្អូនឆាអញ្ចឹងហើយយើងចាក់គ្រឿងចូលគ្រឿងដែលយើងបានបុកហើយនេះចូលឆាឡើងឲ្យវាឈ្ងុយឲ្យវាក្រហមទៅចាំយើងដាក់សាច់យើងឆាប៉ុណ្ណឹងយើងដាក់ស្ករត្នោតចូលទៅដើម្បីឆាវាឲ្យវាមានក្លិនឈ្ងុយស្ករបងប្អូនឲ្យឆាឡើងដើម្បីឲ្យវាឈ្ងុយអញ្ចឹងហើយចាំយើងចាក់ទឹកត្រីចូលបន្តិចទៅឆាឡើងឲ្យឈ្ងុយហើយបានយើងចាប់ផ្ដើមដាក់សាច់ត្រីហើយនិងសាច់ជ្រូកចូលមុនសាច់ត្រីយើងដាក់ទៅព្រាមវាបែកសាច់ទៅដាក់ក្រោយគេឆាបានទៅចាំយើងដាក់ត្រីចូលតាមក្រោយហើយយើងចាក់ត្រីចូលឆាឲ្យត្រីហើយនឹងសាច់ជ្រូកហ្នឹងវាចូលជាតិគ្នាជាមួយទឹកត្រីហើយនឹងស្ករទៅហើយយើងអាចដាក់ទៅចេងកន្លះស្លាបព្រាមកហើយនឹងអំបិល2ស្លាបព្រាកាហ្វេហើយសពអញ្ចឹងហើយចាំយើងដាក់បន្លែចូលតាមក្រោយក៏បើយើងដាក់អំបិលដាក់ប៊ីចេងហើយយើងចាក់ខ្ទិះដូងហ្នឹងចូលទៅចាំឲ្យពុះចាំយើងដាក់បន្លែចូលត្រីរបស់យើងបានឆ្អិនហើយប៉ុណ្ណឹងខ្ញុំលើកវាឡើងដើម្បីពេលដែលយើងដាក់បន្លែយើងចូលទៅយើងឆាទៅហើយនឹងត្រីហ្នឹងវានឹងបែកសាច់ដល់ពេលអញ្ចឹងយើងដួសសាច់ចេញសិនចាំពេលដែលយើងដាក់បន្លែដាក់អីចូលទៅឆ្អិនអស់ហើយចាំយើងដាក់ត្រីហ្នឹងចូលទៅវិញណាបងប្អូនដួសចេញអញ្ចឹងទៅកុំឲ្យបែកសាច់ត្រីហើយខ្ញុំចាប់ផ្ដើមដាក់បន្លែចូលហ្នឹងចូលទាំងអស់ទៅចាំពេលដែលបន្លែហ្នឹងឆ្អិនល្អហើយចាំយើងដាក់ស្លឹកបាសហើយនឹងស្លឹកម្រុំចូលតាមក្រោយព្រោះអានេះវារៀងយូរឆ្អិនបន្តិច ស្លឹកបាសហើយនឹងស្លឹកម្រុំវាងាយឆ្អិនទេតើម្ហូបយើង
បន្លែយើងឆ្អិនអស់បានយើងដាក់ស្លឹកម្រងនិងស្លឹកបាសនោះចូលតាមក្រោយចាឥឡូវយើងយកពេលហ្នឹងមកកិនអង្ករលីងរបស់យើងក៏ពីកិនអង្ករលីងហើយយើងយកមកដាក់នៅក្នុងស្លរបស់យើងអង្ករលីងយើងកិនហើយហ្នឹងមានក្លិនឈ្ងុយបើយើងទិញគេពីផ្សារមកចំការបើគេនៅយូរអញ្ចឹងយើងដាក់អង្ករលីងហើយបងប្អូនចង់រាវថែមទឹកទៅថែមទឹកចូលបន្តិចទៅព្រោះអានេះវារៀងខាប់ខ្ញុំថែមទឹកបន្ទាប់ពីអង្ករលីងយើងដាក់ហើយទឹកពុះហើយអីហើយស្លយើងពុះយើងដាក់ស្លឹកបាសយើងចូលដាក់តែមួយពុះទេបងប្អូនស្លឹកបាសហ្នឹងយើងចាក់ត្រីដែលយើងស្រង់ចេញមិញហ្នឹងចូលទៅហើយជាការស្រេចចាម្ហូបរបស់យើងបានឆ្អិនហើយអញ្ចឹងយើងអាចដាក់ត្រីហ្នឹងចូលទៅវិញបានហើយត្រីដែលយើងដកចេញហ្នឹងដាក់ចូលទៅរបស់យើងបានឆ្អិនហើយបងប្អូននេះតាក់លក់ទាំងអស់គ្នាបងប្អូនដួសដាក់ចានទៅហើយយើងដាក់ត្រីពីលើមកស្លកូររបស់យើងបានឆ្អិនហើយជាស្រេចមើលទៅគួរឲ្យឆ្ងាញ់ទេចាហូបជាមួយនាងខ្ញុំបងប្អូនជ្រូក